សូមអនុញ្ញាតគោរពនិងជម្រាបសួរដល់អស់លោកលោកស្រីសមាជិកសមាជិកានៃអង្គពិធីទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកតាំងគោកអាណត្តិទី4ឆ្នាំ2026នៅវត្តអតុមពោភូមិស្រឡៅនៅក្នុងពេលព្រឹកនេះដែលមានពីរភូមិគឺទី1ភូមិស្រឡៅនិងទី2ភូមិត្រៀលដែលជាបណ្ដុំទី4និងជាបណ្ដុំចុងក្រោយសម្រាប់វេទិកាក្រុមប្រឹក្សាស្រុកតាំងគោកនៅក្នុងឆ្នាំនេះដូច្នេះខ្ញុំបាទសូមអនុញ្ញាតជម្រាបជូននៅរបៀបវារៈនៃកម្មវិធីមុននឹងគណៈអធិបតីក៏ដូចជាមុននឹងដំណើរការកម្មវិធីនៅក្នុងពេលព្រឹកនេះកម្មវិធីទី1គ្រប់ទង់ជាតិនៃអធិស្ឋានកម្មវិធីទី1ប្រកាសហេតុប្រកាសគណៈអធិបតីនិងសមាជិកដែលចូលរួមកម្មវិធីទី2គ្រប់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាកម្មវិធីទី3ប្រកាសប័ណ្ណបញ្ជាផ្ទៃក្នុងនៃវេទិកាកម្មវិធីទី4ការណែនាំខ្លួនរបស់គណៈអធិបតីនិងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមកម្មវិធីទី5សន្ទរកថាស្វាគមន៍ប្រកាសបើកកម្មវិធីនិងការធ្វើបទបង្ហាញអំពីទូនាទីភារកិច្ចសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាស្រុកនិងគណៈអភិបាលដោយលោកប្រធានក្រុមប្រឹក្សាស្រុកកម្មវិធីទី6របាយការណ៍ស្ដីពីសមិទ្ធផលនិងបញ្ហាប្រឈមរបស់រដ្ឋបាលស្រុកប្រចាំឆ្នាំ2025ដោយលោកអភិបាលនៃគណៈអភិបាលស្រុកតាំងគោកកម្មវិធីទី7បទបង្ហាញស្ដីពីគម្រោងអតិភិបឆ្នាំ2026ដោយលោកប្រធានក្រុមប្រឹក្សាស្រុកតាំងគោកកម្មវិធីទី8ជាកម្មវិធីសំណួរចម្លើយដែលដឹកនាំពិភាក្សាដោយគណៈអធិបតីនិងកម្មវិធីទី9សន្ទរកថាបូកសរុបលទ្ធផលនៃវេទិកានៅក្នុងពេលព្រឹកនេះដោយលោកប្រធានក្រុមប្រឹក្សាស្រុកតាំងគោកនិងកម្មវិធីចុងក្រោយគ្រប់ទង់ជាតិបတ်កម្មវិធីបាទនេះគឺជារបៀបវារៈនៃកម្មវិធីនៅក្នុងពេលព្រឹកនេះដែលយើងនឹងរៀបចំដំណើរការនៅវេលាម៉ោង8ដូច្នេះសូមជម្រាបជូនដល់អស់លោកលោកស្រីលោកយាយលោកតាលោកមាលោកមីងទាំងអស់ដែលបានអញ្ជើញចុះវត្តមានរួចហើយបានសូមអញ្ជើញចូលទៅអង្គុយតាមកៅអីដែលក្រុមការងារសហការីបានរៀបចំជូនអញ្ចឹងចាប់ពីជួរទី2ទៅណាទុកតែជួរខាងមុខសម្រាប់ក្រុមប្រឹក្សាភូមិក៏ដូចជាប្រធានមណ្ឌលសុខភាពនិង